កន្លែងបងស្រីក៏ដូចជាទីតាំងបងស្រីនេះបើនិយាយពីផ្ទះអាំងរបស់គាត់បាទម៉ួយសឹងតែគ្រប់ខេត្តហើយបើនិយាយពីរសជាតិវិញគាត់ធ្វើមកលក្ខណៈថាដិតណាបាទគឺរសជាតិឆ្ងាញ់មែនទែនប្រៃផ្អែមណាទីតាំងរបស់គាត់នេះបាទបងប្អូនយើងគាត់ស្គាល់ច្រើនហើយសម្រាប់ខ្ញុំក៏ជាម៉ួយរបស់គាត់យូរឆ្នាំដែរហើយបាទគឺនៅតែជាប់ចិត្តកន្លែងរបស់គាត់ណាបើនិយាយពីរសជាតិផ្ទះអាំងរបស់គាត់វិញបាទគឺមិនដែលប្រែរសជាតិទេបាទគឺមិនដែលផ្លាស់ប្ដូររសជាតិរបស់គាត់ទេគឺនៅតែរសជាតិដើមដដែលណាទោះបីគាត់ធ្វើច្រើនប៉ុណ្ណាក៏ដោយបាទផ្ទះរបស់គាត់ក្នុងមួយថ្ងៃគឺគាត់ធ្វើមិនក្រោមពី400ទៅ500ទេហើយចំនួនទេដែលគាត់លក់4-500ទេក្នុងមួយថ្ងៃហ្នឹងគឺមិនមែនគាត់លក់តែឲ្យភ្ញៀវដែលធ្វើដំណើរតាមផ្លូវជាតិលេខ3ទេបាទគឺគាត់បោះឲ្យម៉ួយខ្លះណាផ្ទះរបស់គាត់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ3ដែលធ្លាប់បានញ៉ាំហើយគឺមិនដែលរំលងទេតាក់ទងទៅនឹងកន្លែងរបស់គាត់នេះខ្ញុំសូមសរសើរគាត់មួយតាក់ទងទៅនឹងរសជាតិណាគឺគាត់ធ្វើប្រហែលឆ្នាំហើយគាត់នៅតែមិនផ្លាស់ប្ដូរតែម្ដងគឺសូមសរសើរកន្លែងហ្នឹងហ្មងទោះបីគាត់ធ្វើច្រើនឬក៏តិចប៉ុណ្ណាក៏ដោយតាក់ទងទៅនឹងរសជាតិគឺនៅតែដដែលតែម្ដងបងប្អូនដែលធ្លាប់បានញ៉ាំអីដឹងអីតាក់ទងទៅនឹងរសជាតិផ្ទះរបស់គាត់ធ្វើមកគឺលក្ខណៈថាមិនសន្សំចៃគ្រឿងទេបាទគឺគាត់ដាក់គ្រឿងមកអស់ដៃតែម្ដងបាទគឺដាក់មកឆ្ងាញ់តែម្ដងបើនិយាយពីតម្លៃវិញខ្ញុំគិតថាតម្លៃផ្ទះអាំងរបស់គាត់គឺសមរម្យបំផុតហើយបាទគឺរាំងថោកជាងគេបន្តិចហើយបាទតាក់ទងនឹងផ្ទះអាំងរបស់គាត់ណាបាទតម្លៃមួយត្រឹមតែ13000ទេបាទបងប្អូនតើរកទៅតាក់ទងនឹងតម្លៃផ្ទះរបស់គាត់ណារសជាតិឆ្ងាញ់ហើយតម្លៃថោកទៀតហើយសេវាកម្មក៏ល្អមិនមែនត្រឹមតែតម្លៃថោកទេបាទនិយាយពីរសជាតិវិញគឺខ្ញុំមិនហ៊ាននិយាយថារសជាតិរបស់គាត់គឺឆ្ងាញ់តែម្ដងហើយភ្ញៀវដែលគាត់មកលេងខេត្តកពតបាទភាគច្រើនគឺគាត់ស្គាល់ផ្ទះអាំងបងស្រីតែសារផ្ទះអាំងរបស់គាត់3ដែរបាទមួយរយៈហ្នឹងគឺមានបងប្អូនយើងគាត់ផុសច្រើនបាទផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមច្រើនអញ្ចឹងទៅគឺធ្វើឲ្យបងប្អូនយើងគាត់ស្គាល់ច្រើនហើយក៏បានភ្លក់នៅរសជាតិផ្ទះរបស់គាត់បាទច្រើនគួរសមដែរបាទគឺផ្ទះរបស់គាត់ក្នុងមួយថ្ងៃហ្នឹងគឺលក់ឲ្យបងប្អូនសឹងតែមិនទាន់រកពេលសម្រាប់មិនបានណាដោយសារតែភ្ញៀវគាត់មកចាំបាទឈរចាំមែនទែនគាត់មកចាប់ម្នាក់3 4បាទ4 5 6 7ហ្នឹងទៅអ្នកតាមគ្រួសារតូចគ្រួសារធំអញ្ចឹងណាភ្ញៀវដែលគាត់មកលក្ខណៈថាគ្រួសារគាត់ធំ3 4ឡាន4 5ឡានអញ្ចឹងទៅគាត់យកម្ដង6 7ផ្ទះបាទទៅតាមចំនួនគ្រួសារហ្នឹងទៅតាមសមាជិកគ្រួសារតិចឬក៏ច្រើនអញ្ចឹងទៅពេលខ្លះគាត់ទិញទៅទុកញ៉ាំនៅតាមតំបន់ប្រទេសចរផងពេលខ្លះគាត់យកទៅកម្ដៅទុកបាទទៅញ៉ាំនៅផ្ទះអញ្ចឹងទៀតបាទអញ្ចឹងគឺផ្ទះរបស់គាត់នេះនិយាយទៅគឺឆក់យកបេះដូងបាទភ្ញៀវច្រើនមែនទែនបាទមិនថាក្នុងខេត្តក៏ដូចជាតាមបណ្ដាខេត្តទេបាទគឺគាំទ្រក៏ដូចជាស្គាល់ផ្ទះរបស់គាត់ច្រើនហើយដឹងរសជាតិផ្ទះរបស់គាត់ច្រើនមែនទែនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមបងប្អូនជួយចែករំលែកម្នាក់មួយផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតអរគុណ